ព្រះករុណាខ្ញុំបាទសូមថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គសូមគោរពជំរាបសួរសាធុខេមរៈបុត្រទាំងឡាយក្នុងសង្គមខ្មែរយើងគេទាំងឡាយជាយ៉ាងណាក៏ធ្លាប់បានឮឬធ្លាប់បានឃើញពាក្យព្រះសិអាដែរពាក្យព្រះសិអាត្រូវខ្មែរស្គាល់សឹងជាទូទៅជាពិសេសបណ្ដាចាស់ទុំដែលប្រកាន់ខ្ជាប់នៅជំនឿនិងទំនៀមទម្លាប់ប្រពៃណីខ្មែរបុរាណនិងអ្នកដែលប្រាថ្នាដឹងនៅវប្បធម៌សង្គមធម៌របស់ខ្មែរប៉ុន្តែខ្មែរដោយភាគច្រើនបំផុតហាក់មិនទាន់យល់ដឹងអំពីអ្វីជាព្រះសិអាឲ្យបានទូលំទូលាយស៊ីជម្រៅនិងច្បាស់លាស់នៅឡើយទេខ្មែរមួយចំនួនធំនោះស្គាល់ពាក្យព្រះសិអាតែតាមរយៈតួអក្សរឬរូបគំនូឬបដិមាប៉ុណ្ណោះឯអត្ថសេចក្តីជាយ៉ាងណានោះក៏គឺលំបាកនឹងនិយាយតើអ្វីជាព្រះសិអាមានន័យដូចម្ដេចឱកាសនេះយើងនឹងសិក្សាអំពីព្រះសិអាបាទបើតាមការសាកសួរលើមនុស្សដោយចម្រុះអំពីអ្វីជាព្រះសិអាពាក្យព្រះសិអាមានន័យឬអត្ថសេចក្តីទៅតាមការយល់ឃើញរបស់មនុស្សម្នាក់រៀងខ្លួនពិតហើយពាក្យព្រះសិអាមិនមានន័យសេចក្តីជាប្រកបជាក់លាក់តាមការចែងឬការកំណត់ណាមួយទេយ៉ាងណាក៏ដោយនៅពេលគេឮពាក្យព្រះសិអាគេតែងតែសំដៅជាទូទៅចំពោះដល់ព្រះពុទ្ធមួយព្រះអង្គដែលនឹងត្រាស់ដឹងនៅខាងចុងនៃផតកប្បនេះជាមែនតែននោះនៅក្នុងផ្ទៃនៃកម្ពីពុទ្ធសាសនាទាំងហីនយានឬថេរវាទទាំងមហាយានឬអច្ចរិយវាទមិនមានពាក្យព្រះសិអាទេនៅក្នុងកម្ពីពុទ្ធសាសនាមានតែពាក្យមេត្តាយោឬអរិយមេត្តាយោសរសេរអរោស្រៈអេយោមោស្រៈអេតជើងតស្រៈអេយោជើងយោស្រៈអោដែលលោកដាក់ថែមនៅគុណនាមអរិយៈនៅខាងដើមដើម្បីលើកកម្ពស់ឧត្តមភាពឬក៏លោកប្រើត្រឹមមេត្តាឬអរិយមេត្តាអរោស្រៈអេយោមោស្រៈអេតជើងតស្រៈអេយោជើងយោដូចគ្នានឹងព្រះកាសបោលោកប្រើត្រឹមកាសពឬសមណគោតមោជាសមណគោតមដែរពាក្យមេត្តាយោឬអរិយមេត្តាយោឬមេត្តាឬអរិយមេត្តាដែលជាពាក្យដើមរបស់ភាសាបាលីត្រូវពុព្វបុរសខ្មែរប្រែប្រើនិងសរសេរជាមេត្រៃឬអរិយមេត្រៃអរោស្រៈអេយោមោស្រៈអេតជើងរោស្រៈអេយោជើងយោជាទម្រង់សង្ស្ក្រឹតដែលត្រូវគ្នានិងមានន័យតែមួយដោយទូទៅនឹងភាគច្រើនវិញពាក្យអរិយមេត្រៃនេះសោតក៏មានសរសេរជាអរិយមេត្រៃអស្រៈអារោជើងយោមោស្រៈអេតជើងរោស្រៈអេយោជើងយោដែរនៅក្នុងពុទ្ធសាសនាមហាយានពាក្យមេត្រៃត្រូវសរសេរជាមេត្រៃមោស្រៈអៃតជើងរោស្រៈអេយោជើងយោជាឡាតាំងអឹមអាអ៊ីតេអែអឺអ៊ីក្រិចអ៊ីក្រិចអាវិញដែលគេអានតាមសំនៀងទេវនាគរីថាម៉ៃត្រៃយៈមេត្រៃនេះជាទេវពោធិសត្វមួយអង្គក្នុងបណ្ដាពោធិសត្វផ្សេងទៀតដែលជាសារណៈដ៏កំពូលនៃពុទ្ធសាសនាមហាយាន
ឥឡូវខ្ញុំប្រកាសណាខ្ញុំបាទនិយាយអំពីអ្វីជាមេត្រៃឬអរិយមេត្រៃក្នុងពុទ្ធសាសនាហីនយានឬពុទ្ធសាសនាថេរវាទមេត្តាយោឬអរិយមេត្តាយោឬលោកហៅត្រឹមមេត្តាឬអរិយមេត្តាជាបាលីឬក៏មេត្រៃឬអរិយមេត្រៃជាសង្ស្ក្រឹតគឺជាព្រះនាមរបស់ព្រះពុទ្ធមួយអង្គជាព្រះពុទ្ធទី5ដែលនឹងត្រាស់ដឹងជាចុងបញ្ចប់ក្នុងផតកប្បនេះក្នុងសម័យព្រះសព្វបញ្ញពុទ្ធព្រះសម្មាណគោតមបរមគ្រូនៃយើងព្រះអរិយមេត្រៃជាពោធិសត្វកំពុងកសាងបុណ្យបារមីពុទ្ធការកធម៌បានបួសក្នុងសំណាក់សាសនាព្រះពុទ្ធសម្មាណគោតមដែលមាននាមថាអសុចិតភិក្ខុអសុចិតភិក្ខុនេះហើយដែលបានញ៉ាំងសន្តានព្រះហឫទ័យព្រះនាងបជាបតិគោតមីជាព្រះមាតុច្ឆារបស់ព្រះមានព្រះភិក្ខឲ្យជ្រះថ្លាក្នុងការធ្វើទានជាមួយសង្ឃដោយមិនប្រកាន់ឬមិនរើសមុខជាចំពោះតែលើបុគ្គលក្នុងតក្ខេណាវិភង្គសូត្រដែលកម្មវត្ថុនៃសូត្រនេះបញ្ជាក់អំពីផលនៃការបូជាទានចំពោះសង្ឃដោយមានព្រះពុទ្ធជាប្រធានដោយមិនប្រកាន់និងមិនរើសមុខបុគ្គលនិងបញ្ជាក់អំពីភាវៈនៃបុគ្គលដែលអន់អាប់នៅពេលនេះមិនប្រាកដជាអន់អាប់នៅពេលក្រោយមានសម្ដែងថាកាលនោះកាលព្រះសម្មាសម្ពុទ្ធសាមណគោតមបរមគ្រូត្រាស់ដឹងបាន3វស្សាអសុចិតមានុបដែលជាបុត្រច្បងនៃព្រះបាទអាជាតសតុមហារាជនិងនាងកញ្ចនាទេវីបានលះបង់នៅខរាវាសភាពនិងរាជវង្សានុវង្សហើយបានចូលខ្លួនបួសក្នុងសាសនាព្រះអង្គក្រោយពីចេញវស្សានៃវស្សាទី3ដែលបានគង់នៅអស់រយៈពេល3វស្សាក្នុងវត្តវេលវ័នក្រុងរាជក្រឹសនៃនគរមគធៈព្រះមានព្រះភិក្ខព្រះអង្គយាងទៅនគរកបិលវត្ថុជាលើកទី2ព្រះមាតុច្ឆារបស់ព្រះអង្គគឺព្រះនាងបជាបតិគោតមីដោយមានប្រតិជ្រះថ្លាក្នុងព្រះសម្ពុទ្ធនិងព្រះភិក្ខុសង្ឃប្រាថ្នានឹងថ្វាយទាននៅសម្ពុទ្ធសាដកព្រះនាងក៏បានព្យាយាមខិតខំដាំកប្បាសបានផលផ្លែបេះយកមកថ្មិចរវៃហូតខាល់ជាអំបោះហើយផ្ចិតផ្ចង់ត្បាញជាសម្ពុទ្ធសាដកបានយ៉ាងប្រណិតដោយផ្ទាល់ដៃខ្លួនឯងត្បាញរួចហើយព្រះនាងបានកាត់កំណាត់សម្ពុទ្ធនោះជា2ផ្ទាំងដែលនីមួយមានទទឹង5ហត្ថនិងបណ្ដោយ14ហត្ថដូចគ្នាដោយបំណងថាមួយផ្ទាំងសម្រាប់ថ្វាយព្រះមានព្រះភិក្ខនិងមួយផ្ទាំងទៀតសម្រាប់ភិក្ខុជាសាវករបស់ព្រះអង្គព្រះនាងក៏បាននាំនៅសម្ពុទ្ធនោះឆ្ពោះទៅវត្តចេតពុនដែលព្រះសម្ពុទ្ធនិងភិក្ខុសង្ឃសាវកកំពុងគង់ធរមាននៅព្រះបរមគ្រូមានពុទ្ធដីកាទៅកាន់ព្រះនាងបជាបតិគោតមីថាបពិតព្រះមាតុច្ឆាបពិតម្ចាស់មីងការធ្វើទានជាមួយសង្ឃដោយមានព្រះពុទ្ធជាប្រធានមានផលច្រើនដូចគ្នាសូមព្រះមាតុច្ឆាកុំប្រកាន់កុំរើសមុខបុគ្គលសូមព្រះមាតុច្ឆាបូជាទាននោះចុះព្រះនាងបជាបតិគោតមីក៏យកសម្ពុទ្ធសាដកនោះប្រគេនព្រះសារីបុត្រប៉ុន្តែព្រះសារីបុត្រមិនទទួលព្រះនាងក៏បែរប្រគេនព្រះមហាមោគលានព្រះមហាមោគលានក៏មិនទទួលដែរក៏ប្រគេនភិក្ខុជាបន្តបន្ទាប់ហើយគ្មានភិក្ខុអង្គណាព្រមទទួលឡើយ
នៅសល់តែភិក្ខុមួយរូបដែលមានវស្សាខ្ចីជាងគេគង់នៅហត្ថបាសខាងឯចុងគេបង្អស់គឺអសុចិតភិក្ខុលោកក៏ព្រមទទួលសម្ពុទ្ធសាដកពីព្រះនាងបជាបតិកោតមីព្រះនាងបជាបតិកោតមីបានប្រគេនសម្ពុទ្ធសាដកនោះចំពោះអសុចិតភិក្ខុដោយការរារែកនិងអអន់ស្រពន់ប្រទេជាពុនពេកព្រោះបំណងប្រាថ្នានឹងប្រគេនព្រះមានព្រះភិក្ខជាម្ចាស់ក្មួយនិងភិក្ខុសង្ឃអង្គធំឯនោះទេក្សិណនោះព្រះមានព្រះភិក្ខព្រះអង្គជ្រាបនៅប្រតិរបស់ព្រះនាងបជាបតិកោតមីព្រះអង្គមានពុទ្ធបំណងញ៉ាំងប្រតិព្រះនាងបជាបតិកោតមីឲ្យបែរមកជ្រះថ្លាក្នុងការបូជាទានជាមួយភិក្ខុក្មេងនេះវិញព្រះអង្គក៏អធិដ្ឋានឲ្យបាតមួយហោះឡើងទៅលើបាំងបាត់ក្នុងអាកាសហើយឲ្យភិក្ខុទាំងឡាយរកបាតនោះម្នាក់ម្ដងជាលំដាប់គ្មានភិក្ខុណាមួយរកបាតនោះឃើញឡើយសូម្បីភិក្ខុអង្គដែលមានឫទ្ធិអភញ្ញាក៏ដោយដល់ភិក្ខុអាសុចិតលោកក៏តាំងអធិដ្ឋានថាអាត្មាអញមិនបានសម្រេចធម៌ជាន់ខ្ពស់គ្មានឫទ្ធិអភញ្ញាអាចហោះហើរដើរលើអាកាសបានតាមប្រាថ្នាដូចនឹងគេទេប៉ុន្តែប្រសិនបើបុណ្យខ្ញុំមានបានកសាងសន្សំបារមីធម៌បរិបូរណ៍មកហើយសូមឲ្យបាតនោះមកសន្ធិដ្ឋតាំងនៅក្នុងដៃរបស់ខ្ញុំកុំខានភ្លាមនោះបាតដែលព្រះមានព្រះភិក្ខបានអធិដ្ឋានឲ្យបាត់ទៅនោះក៏មកប្រដិស្ថានក្នុងប្រហោះរបស់ព្រះអសុចិតភិក្ខុនៅចំពោះព្រះភ័ក្ត្រព្រះនាងបជាបតិកោតមីព្រះមានព្រះភិក្ខព្រះអង្គក៏សម្ដែងថាបបិទ្ធព្រះមេត្តាឆាអសុចិតភិក្ខុនេះហើយជាតួអង្គអនាគតព្រះអរិយមេត្រៃដូច្នេះបើទោះបីម្ចាស់មីងមិនបានថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធនិងភិក្ខុសាវកធំនៅពេលនេះក៏គង់បានបូជាហើយចំពោះអនាគតព្រះសម្មាសម្ពុទ្ធដែរសូមប្រមេត្តាឆាក៏មានការអអន់ស្រពន់ប្រតិឡើយផល្លានិសង្ឃនឹងបានបរិបូររាប់មិនបានប្រមាណមិនអស់ហងគ្រានោះព្រះនាងបជាបតិកោតមីមានប្រតិត្រេកអរឥតឧបមានឹងកាន់តែជ្រះថ្លាក្រៃលែងឡើងថែមទៀតក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រះនាងក៏រសាយបាត់អស់នៅការអអន់ស្រពន់ប្រតិក្នុងការដែលបានប្រគេនសម្ពុទ្ធសាដកចំពោះអសុចិតភិក្ខុជាភិក្ខុខ្ចីវស្សាគង់នៅចុងពូជខាងក្រោយគេបង្អស់នេះជាសេចក្តីការលោកបួសក្នុងសាសនាព្រះសម្មាសម្ពុទ្ធសមណគោតមដោយបានប្រាថ្នាជាសព្វបញ្ញពុទ្ធគឺព្រះពុទ្ធដែលត្រាស់ដឹងសពគ្រប់ឬមិនចន្លោះអសុចិតភិក្ខុមិនបានសម្រេចធម៌ជាន់ខ្ពស់ជាលោកុត្តរៈឬអរិយបុគ្គលទេគឺនៅជាពុទ្ធជនធម្មតាលោកុត្តរៈឬអរិយបុគ្គលនឹងសម្រេចបាននៅពេលបានត្រាស់ជាព្រះសម្មាសម្ពុទ្ធបុគ្គលដែលជាអតីតអសុចិតភិក្ខុឬអនាគតព្រះអរិយមេត្រៃបច្ចុប្បន្ននេះជាបរមពោធិសត្វនៅឯឋានតុសិតគឺទេវតាជាន់ទី4មានឈ្មោះថាសន្តុសិតទេវរាជមានអាយុ 4000 ឆ្នាំទឹកឬ57កោដ 6 លានឆ្នាំមនុស្សព្រះអរិយមេត្រៃព្រះអង្គកសាងបារមីជាវិរិយាធិកសម្មាសម្ពុទ្ធគឺព្រះសម្មាសម្ពុទ្ធដែលក្រាស់ដោយសេចក្តីព្យាយាមគឺអធិដ្ឋានយកសេចក្តីព្យាយាមជាធំជាចម្បងក្នុងការបំពេញបារមីធម៌ដើម្បីបានត្រាស់ជាសព្វញ្ញពុទ្ធរយៈពេល
គិតតាំងពីការដាក់ប្រតិចុះក្នុងការបំពេញពុទ្ធការកធម៌ជាព្រះសម្មាសម្ពុទ្ធរហូតបានសម្រេចនៅសម្មាសម្ពោធិញ្ញាណគឺ16អសង្ខ័យនិង100,000កាប់ព្រះអរិយមេត្រៃព្រះអង្គធ្ងន់ក្នុងទានបារមីទើបញ៉ាំងប្រកាយរបស់ព្រះអង្គឲ្យភ្លឺពេញទាំង10000លោកធាតុជាប្រក្រតីព្រះអរិយមេត្រៃព្រះអង្គនឹងត្រាស់ដឹងនៅលើផែនដីនេះក្នុងពេលដែលមនុស្សមានអាយុខ័យ100,000ឆ្នាំប៉ុន្តែព្រះអង្គមានប្រជញ្ញត្រឹមតែ80000ឆ្នាំប៉ុណ្ណោះគ្រាដែលព្រះអរិយមេត្រៃនឹងត្រាស់ដឹងនោះក្រុងពារាណសីប្រែឈ្មោះជាកេតុមតីរាជធានីជម្ពូទ្វីបមាននគរចំនួន 84000 នគរកេតុមតីជាប្រធាននិងជាធំជាងគេមានមហាចក្រវត្តិរាជាមួយអង្គនាមថាព្រះបាទសង្ឃៈជាអេសរាធិបតីលើផែនដីព្រះអង្គឧបតិឡើងក្នុងត្រកូលព្រាហ្មណ៍ជាត្រកូលធំក្នុងនគរកេតុមតីមាតារបស់ព្រះអង្គនាមព្រហ្មវតីនិងបិតានាមសុព្រហ្មាក្នុងកាលព្រះអង្គត្រាស់ដឹងមនុស្សទាំងឡាយបរិបូរដោយសុខភាពល្អអាពាធរបស់មនុស្សមានតែ3គឺចំណង់ក្នុងអាហារ1បរិភោគអាហារមិនបាន1ការចាស់ទ្រុឌទ្រោមក្រំគ្រានៃរាងកាយ1ផែនដីស្ដុកស្ដំដោយអាហារនិងគ្រឿងប្រដាប់ផ្សេងមនុស្សច្រើនរកចន្លោះគ្មានដោយសត្វក្នុងអវជ័យមហានរកឬព្រៃបបោះបាទខាងលើនេះជាអត្តសញ្ញាណនៃព្រះមេត្តាឬមេត្រៃឬអរិយមេត្តាឬអរិយមេត្រៃតទៅទៀតខ្ញុំព្រះករុណាខ្ញុំបាទនិយាយអំពីអ្វីជាព្រះសិអាពាក្យព្រះសិអាត្រូវគេឃើញមាននៅក្នុងឯកសារខ្មែរបុរាណទាំងឡាយដូចជាសិលាចារឹកសាស្ត្រាស្លឹករឹតដែលសរសេរជាការប្រស្នារឿងព្រេងនិទានទំនាយឬជំនឿផ្សេងក្បួនទំនៀមទម្លាប់ក្បួនគុនគូទស្សទាយលៈឯកសារទាំងឡាយដែលមានចារឹកឬសរសេរពាក្យព្រះសិអានេះគឺមិនមែនជាឯកសាររបស់ពុទ្ធសាសនាទេចង់និយាយថាមិនមែនជាឯកសារដែលជាផ្នែកនៃគម្ពីរដើមឬឯកសារដែលចម្លងពីគម្ពីរដើមរបស់ពុទ្ធសាសនាទេរាប់ទាំងពុទ្ធសាសនាមហាយានទាំងពុទ្ធសាសនាហីនយានគឺថាពាក្យព្រះសិអានេះមានតែជាឯកសារឬក្នុងឯកសាររបស់ខ្មែរសុទ្ធសាធដែលផ្សេងក្រៅจากពីគម្ពីរពុទ្ធសាសនាប៉ុន្តែឯកសាររបស់ខ្មែរទាំងឡាយដែលមានពាក្យព្រះសិអានោះរមែងសរសេរឬនិយាយភ្ជាប់ទៅនឹងពុទ្ធសាសនាឬជាប់តាក់ទងនឹងពុទ្ធសាសនាប្រសិនបើយើងមានលទ្ធភាពបានអានច្រើននៅឯកសារឬសំណេរខ្មែរបុរាណទាំងឡាយយើងនឹងបានឃើញបានជួបនៅពាក្យព្រះសិអាសរសេរសស្រអេអស្រអារជើងយោឬព្រះសិអាមេត្រីសស្រអេអស្រអារជើងយោមស្រអេតជើងរស្រអីក្រៅពីពាក្យព្រះសិអានិងព្រះសិអាមេត្រីគេក៏អាចនឹងជួបពាក្យព្រះស្រីអាសរសេរសជើងរស្រអីអស្រអារជើងយោឬព្រះសិរីអាសស្រអេរស្រអីអស្រអារជើងយោឬព្រះស្រីអារយមេត្រីសជើងរស្រអីអស្រអារជើងយោមស្រអេតជើងរស្រអីឬព្រះសិរីអាមេត្រីសស្រអេរស្រអីអស្រអារជើងយោមស្រអេតជើងរស្រអីប៉ុន្តែមិនសម្បូរមិនជួបច្រើនដូចពាក្យ
ព្រះសិអាឬសិអាមេត្រីទេដែលសម្បូរដែលជួបច្រើនគឺពាក្យព្រះសិអាឬព្រះសិអាមេត្រីឥឡូវយើងចាប់ផ្ដើមសិក្សាវិភាគលើពាក្យព្រះសិអាឬសិអាមេត្រីនេះដូចតទៅយើងពិនិត្យមើលចំពោះពាក្យសិអាសស្រៈអេអស្រៈអារជើងយោពាក្យសិអានេះមិនអាចត្រូវប្រែបានដោយចំត្រង់ជាភាសាខ្មែរឬបាលីឬសំស្ក្រឹតទេឥឡូវយើងពិនិត្យមើលចំពោះពាក្យព្រះស្រីអរិយមេត្រីនិងព្រះសិរីអរិយមេត្រីព្រះស្រីអាមេត្រីនិងព្រះសិរីអាមេត្រីពាក្យស្រីមកពីពាក្យសិរីគឺសិរីសួស្តីសុភមង្គលឧត្តមប្រណិតសេចក្តីសុខសេចក្តីចម្រើនសម្បូរសប្បាយរុងរឿងភ្លឺស្វាងត្រចះត្រចង់លាក់ពាក្យអរិយៈអស្រៈអារជើងយោមកពីពាក្យអរិយៈអរស្រៈអេយោប្រែថាដែលបានអប់រំឬសិក្សារៀនសូត្រជ្រៅជ្រះខ្ពង់ខ្ពស់ដែលប្រកបដោយសិលធម៌ល្អឥតខ្ចោះដែលស្គាល់ល្អស្គាល់អាក្រក់ស្គាល់បាបស្គាល់បុណ្យស្គាល់គុណស្គាល់ទោសស្គាល់សុខស្គាល់ទុក្ខលាពាក្យមេត្រីជាសំស្ក្រឹតប្រែថាអ្នកមានមិត្តឬអ្នកមានមេត្តាគឺអ្នកដែលស្រឡាញ់រាប់អានអាណិតអាសូរអ្នកដទៃទូទៅឬថាដែលអ្នកផងទាំងឡាយអាចសែបគប់រាប់រកយកជាមិត្តបានពាក្យទាំង3គឺស្រីឬសិរីមួយអរិយៈឬអរិយៈមួយនិងមេត្រីមួយសុទ្ធសឹងជាពាក្យឧត្តមខ្ពង់ខ្ពស់ដែលខ្មែរយកមកប្រើតែក្នុងន័យឬក្នុងនាមភាវៈល្អឬផ្លូវបុណ្យផ្លូវកុសលប៉ុណ្ណោះគឺថាបើចំពោះលើបុគ្គលគឺបុគ្គលប្រកបដោយអត្តចរិតចិត្តចរិយាមាយាទថ្លៃថ្នូរសម្បូរធម៌ខន្តីចេះអនុគ្រោះសន្តោសប្រោសប្រណីតាមសមគួរដល់ជានានុជនផងទាំងឡាយពាក្យព្រះសិរីអាមេត្រីឬព្រះស្រីអាមេត្រីដែលផ្សំគ្នាដោយពាក្យស្រីឬសិរីមួយពាក្យអរិយៈឬអរិយៈមួយនិងពាក្យមេត្រីមួយរួមបញ្ចូលគ្នាគឺបុគ្គលឬជនឬមនុស្សឬអ្នកដែលមានមិត្តឬមានមេត្តាធម៌មួយមានអរិយធម៌មួយមានសិរីសួស្តីមួយឬថាគឺជាបុគ្គលឬជនឬមនុស្សឬអ្នកដែលមានមិត្តឬមានមេត្តាធម៌ផងមានអរិយធម៌ផងមានសិរីសួស្តីផងឬថាគឺជាបុគ្គលឬជនឬមនុស្សឬអ្នកដែលមានទាំងមិត្តឬមេត្តាធម៌មានទាំងអរិយធម៌និងមានទាំងសិរីសួស្តីយើងអាចពោលជាសេចក្តីវែងបន្តិចថាសិរីអាមេត្រីឬស្រីអាមេត្រីគឺជាបុគ្គលឬជនឬមនុស្សឬអ្នកដែលមានសិលធម៌ល្អឥតខ្ចោះខ្ពង់ខ្ពស់ឧត្តមស្គាល់បាបស្គាល់បុណ្យស្គាល់គុណស្គាល់ទោសស្គាល់សុខស្គាល់ទុក្ខកាន់សុចរិតសច្ចៈយុត្តិធម៌ប្រកបដោយធម៌មេត្តាករុណានឹងនាំមកនៅសិរីសួស្តីសេចក្តីសុខសេចក្តីចម្រើនសម្បូរសប្បាយរុងរឿងភ្លឺស្វាងត្រចះត្រចង់ចំពោះដល់អ្នកដទៃជនដទៃពាក្យព្រះដែលដាក់នាំមុខជាពាក្យលើកកម្ពស់ឧត្តមភាពពាក្យខាងក្រោយឲ្យកាន់តែប្រសើរប្រពៃប្រណិតឡើងថែមទៀតបាទនេះគឺជាន័យសេចក្តីនៃពាក្យព្រះសិរីអាមេត្រីឬស្រីអាមេត្រីយើងដឹងហើយថាខ្មែរយើងនិយមប្រើពាក្យដែលខ្លី
ដែលផ្ដល់ភាពងាយស្រួលក្នុងការសរសេរការអាននិងការចងចាំម្យ៉ាងទៀតពុព្វបុរសខ្មែរនិយមរៀបរៀងចងក្រងឯកសារទាំងឡាយជាចំណោទជាប្រស្នាជាបណ្ដៅជាពាក្យបញ្ឆិតបញ្ឈៀងមិនប្រាថ្នានិយាយជាចំពោះដោយចំដោយត្រង់ទេដើម្បីឲ្យជានានុជនកុលបុត្រកុលធីតាទាំងឡាយមានគំនិតមានទស្សនៈចេះវិភាគពិចារណាដេញដោលរិះរកអត្ថន័យសេចក្តីពិតជាដូច្នេះហើយទើបពាក្យព្រះសិរីអាមេត្រីជួនកាលត្រូវលោកកាត់ពាក្យមេត្រីចេញប្រើត្រឹមព្រះសិរីអាជួនកាលឲ្យខ្លីជាងនឹងទៀតលោកប្រើជាព្រះស្រីអាហើយលោកកាត់ចេញឲ្យខ្លីបំផុតនោះគឺសិរីកាត់រីចេញទៀតនៅតែសេនិងអារយៈគឺសេអាទៅជាព្រះសេអាសស្រៈអេអស្រៈអារជើងយោនឹងឯងដូច្នេះពាក្យព្រះសេអាជាពាក្យចំណោទជាពាក្យប្រស្នាដែលបុរាណលោកកាត់ចេញមកពីពាក្យដើមព្រះសិរីអរិយមេត្រីនឹងឯងអត្ថន័យដ៏ពេញលេញរបស់ពាក្យព្រះសិអាគឺជាអត្ថន័យរបស់ពាក្យព្រះសិរីអរិយមេត្រីនឹងឯងឥឡូវខ្ញុំប្រកាសណាខ្ញុំបាទសូមសាធុជនគួរកត់សម្គាល់ថាពាក្យដើមរបស់ពុទ្ធសាសនាគឺមេត្តាយៈជាបាលីឬមេត្រៃយៈជាសង្ស្ក្រឹតរីពាក្យក្នុងឯកសារខ្មែរបុរាណគឺសិរីអរិយមេត្រីដែលកាត់ខ្លីបំផុតនៅត្រឹមសេអាសស្រៈអេអស្រៈអារជើងយោពាក្យមេត្តាយៈឬមេត្រៃយៈខុសគ្នាដាច់ស្រឡះពីពាក្យសិរីអរិយមេត្រីឬថាពាក្យមេត្តាយៈឬមេត្រៃយៈជាពាក្យផ្សេងដោយឡែកពីពាក្យសិរីអរិយមេត្រីគឺថាពាក្យមេត្តាយៈឬមេត្រៃយៈមិនមែនជាពាក្យសិរីអរិយមេត្រីឡើយគឺន័យរបស់វាខុសគ្នាផ្សេងគ្នាមិនដូចគ្នានឹងឯងឥឡូវយើងសួរថាហេតុដូចម្ដេចទើបបុរាណលោកបង្កើតពាក្យព្រះសិអានេះដែលផ្សេងអំពីពាក្យព្រះមេត្តាយៈទៅវិញយើងដឹងហើយថាព្រះពុទ្ធគឺជាអច្ឆរិយបុគ្គលជាបុគ្គលឧត្តមឧត្តមជាកំពូលលើមនុស្សនិងទេវតាទាំងឡាយជាអគ្គបុគ្គលឯកលើលោកមេត្តាយៈជាព្រះនាមរបស់ព្រះសម្មាសម្ពុទ្ធមួយអង្គដែលនឹងត្រាស់ដឹងជាចុងក្រោយក្នុងផតកប្បនេះបន្ទាប់ពីសាសនាព្រះសម្មាសម្ពុទ្ធសមណគោតមយើងបានជ្រាបហើយអំពីអត្ថន័យនៃពាក្យព្រះសិអាដែលកាត់ចេញពីពាក្យព្រះសិរីអរិយមេត្រីបុរាណលោកជ្រាបថាខ្មែរតែងគោរពថ្វាយបង្គំនមស្ការបូជាធ្វើសក្ការៈចំពោះព្រះពុទ្ធហើយខ្មែរក៏តែងគោរពតែងកោតក្រែងតែងជឿជាក់ជ្រះថ្លាចំពោះលើបុគ្គលលើជនឬលើមនុស្សណាដែលមានចិត្តជាព្រះប្រកបដោយសិលធម៌ល្អមានការអប់រំខ្ពង់ខ្ពស់មានការអាណិតអាសូររាប់អានជនទូទៅនាំមកនៅសេរីសួស្តីសេចក្តីសុខសេចក្តីចម្រើនដល់មនុស្សផងទាំងពួងដែរបុគ្គលឬជនឬមនុស្សនោះលោករាប់ឬលោកចាត់ទុកឬលោកឲ្យឈ្មោះថាជាអ្នកមានបុណ្យឬជាអ្នកមានបុណ្យបារមីដោយប្រការនេះដែរបុរាណលោករមែងសរសេររៀបរៀងចងក្រងឯកសារឬអត្ថបទអប់រំទូនមានព្រានប្រដៅផ្សេងទាំងឡាយដោយភ្ជាប់ទៅនឹងព្រះឬព្រះពុទ្ធក្នុងបំណងឲ្យខ្មែរធ្ងន់ក្នុងការគោរពប្រតិបត្តិកោតក្រែងរឯងចិត្តប្រហែលជាយ៉ាងនេះហើយទើបលោកបង្កើតនៅពាក្យព្រះសិអាឬសិអាមេត្រីនេះជំនួសឲ្យពាក្យមេត្តាយៈ
ក្នុងបំណងជាប្រស្នាអ្វីមួយប្រកបដោយអាកំបាំងសម្រាប់កុលបុត្រខ្មែរចំនួនក្រោយគិតពិចារណាទីដឹងពាក្យថាព្រះសិអានឹងត្រាស់ដឹងមានន័យថាព្រះសិរីអរិយមេត្រីនឹងមានមកនឹងកើតឡើងមកដើម្បីជួយដឹកនាំសត្វលោកមនុស្សម្នាអ្នកផងទាំងពួងឲ្យស្គាល់ឲ្យដឹងពីបាបពីបុណ្យពីគុណពីទោសសេចក្តីសុខសេចក្តីចម្រើនឲ្យមានមនុស្សធម៌សង្ឃហធម៌មេត្តាធម៌សន្តោសធម៌ជាដើមដល់គ្នានឹងគ្នាជាទូទៅដោយមិនប្រកាន់មិនរើសអើងយ៉ាងនេះឬយ៉ាងណាសេចក្តីក្នុងគម្ពីរសម្ដែងថាកាលព្រះមេត្រីនឹងត្រាស់ដឹងមនុស្សទាំងឡាយលើផែនដីបរិបូរដោយសេចក្តីសុខសេចក្តីចម្រើនមានសិលធម៌មនុស្សធម៌គ្រប់ប្រការសេចក្តីនេះឯងក្រែងលោកធៀបជាឧបមានៅតួអង្គព្រះសិអាណានោះទៅនឹងតួអង្គព្រះមេត្រីក្នុងពុទ្ធសាសនាដែលនឹងចេញមកដើម្បីរៀបចំចាត់ចែងសង្គមខ្មែរឲ្យមានសេចក្តីសុខសេចក្តីចម្រើនដល់មនុស្សម្នាផងទាំងពួងឲ្យកែប្រែបែរចិត្តគិតទៅរកទានសិលភាវនាឬក៏យ៉ាងណាជាយ៉ាងណាក៏ដោយដើម្បីបានទាន់បានជួបព្រះសិអាសូមជានានុជនទាំងឡាយមានចិត្តធ្ងន់និងព្យាយាមក្នុងបុណ្យកុសលទាំងពួងឲ្យបានជារឿយនេះជាកតិរបស់បុរាណាចារ្យដែលលោកតែងរំលឹកដាស់តឿនកុលបុត្របាទបច្ចុប្បន្ននេះខ្មែរស្គាល់ពាក្យសិអាឬសិអាមេត្រីជាទូទៅជាងពាក្យមេត្តាយៈឬមេត្រយៈបច្ចុប្បន្ននេះខ្មែរស្គាល់ពាក្យសិអាឬសិអាមេត្រីជាទូទៅជាងពាក្យមេត្តាយៈឬមេត្រយៈពាក្យសិអាឬសិអាមេត្រីសឹងជាពាក្យវប្បធម៌របស់ខ្មែរសូម្បីវិចិត្រករក៏ប្រើពាក្យនេះជាទូទៅដែរលើផ្ទាំងគំនូរឬចម្លាក់វិចិត្រករប្រើពាក្យសិអាឬសិអាមេត្រីជាងពាក្យមេត្រីឬអរិយមេត្រីដូចជាព្រះនាមរបស់ព្រះពុទ្ធទាំង5អង្គវិចិត្រករកម្រនឹងសរសេរថាព្រះកកុសន្ធោព្រះកោណាគមនោ ព្រះកាសបោ ព្រះសមណគោតមោឬព្រះសមណគោតមនិងព្រះមេត្តាយោឬអរិយមេត្រីណាស់គឺវិចិត្រករទាំងឡាយរមែងសរសេរជាទូទៅថាព្រះកកុសន្ធោសម្គាល់ដោយសត្វមាន់ព្រះកោណាគមនោសម្គាល់ដោយសត្វនាគព្រះកាសបោសម្គាល់ដោយសត្វអណ្ដើកព្រះសមណគោតមោឬសមណគោតមសម្គាល់ដោយសត្វគោនិងព្រះសិអាឬសិអាមេត្រីសម្គាល់ដោយសត្វខ្លាជារូបគំនូរឬបដិមាព្រះសិអាឬសិអាមេត្រីមានទម្រង់ជាទេវរាជប្រថាប់ពេនលើរតនាសនៈនៅកណ្ដាលចំណោមនៃព្រះពុទ្ធ4អង្គទៀតការសរសេរអត្ថបទជាធម៌អាឬជាលក្ខណៈពុទ្ធសាសនាដែលតាក់ទងនឹងព្រះនាមព្រះពុទ្ធទី5នេះសោតក៏គេនិយមប្រើពាក្យព្រះសិអាឬសិអាមេត្រីដែរប្រហែលជាគេយល់ឃើញថាពាក្យសិអាឬសិអាមេត្រីនេះជាពាក្យដែលអ្នកផងគេយើងទាំងឡាយស្គាល់ច្រើនដឹងច្រើនជាងពាក្យមេត្តាយៈឬមេត្រយៈនឹងឯងប៉ុន្តែដោយតិចតួចយើងក៏ឃើញមានការសរសេរដោយច្របូកច្របល់ខ្លះដែរដូចជាសរសេរជាអរិយមេត្រីអរោស្រអេយោមោស្រអេតជាងរោស្រអីឬអរិយមេត្រីអស្រអារោជាងយោមោស្រអេតជាងរោស្រអីឬសិអាមេត្រីសស្រអេអស្រអារោជាងយោមោស្រអេតជាងរោស្រអេយោជាងយោលៈក្នុងអត្ថបទពុទ្ធសាសនារាយរងទំនងដោយអ្នកសរសេរនោះមិនសូវយល់ដឹងយ៉ាងណាក្តីយើងបានសិក្សាវែកញែកនៅនៃសេចក្តីរួចមកហើយបាទនេះជាកតិ
នៃការសិក្សាស្រាវជ្រាវវិភាគពិចារណាដែលកើតចេញជាទស្សនៈគឺការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំបករណាខ្ញុំបាទការខ្វះចន្លោះលើសលួសហួសខ្លឹមសារយ៉ាងណាសូមសាធុខេមរាទាំងឡាយពិចារណាតាមការគួររៀងខ្លួនរៀងព្រះអង្គទៅទៀតចុះសូមអភ័យនៅទោសចំពោះកំហុសខុសឆ្គងដោយអចេតនាទាំងឡាយដូច្នេះការធ្វើអត្ថាធិប្បាយសិក្សាវិភាគលើពាក្យព្រះសិហាសូមបញ្ចប់សេចក្តីដោយបរិបូរណ៍តែប៉ុណ្ណេះសូមចែកផ្សាយនៅកុសលផលបុណ្យដែលកើតអំពីធម្មទាននេះប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងជូនអស់លោកអ្នកជាធម្មមិត្តទាំងឡាយសូមបានប្រកបជួបប្រសពនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈសូមឆ្លងផុតវាល3អន្លង់4គ្រោះកម្មគ្រោះកាយកាលកេណីគុបត្រឹបចង្រៃណាទាំងអស់សូមអនុមោទនាសូមថ្វាយបង្គំលាសូមជម្រាបលា